ក្នុងអតីតកាលព្រះពោធិសត្វបានកើតក្នុងត្រកូលព្រាហ្មណ៍ហើយចេញបួសជាតាបសនៅក្នុងព្រៃហេមពៀនព្រះអង្គបានចម្រើនឈាននិងអភិញ្ញាណសោយសុខក្នុងសមាធិអស់កាលដ៏យូរសម័យមួយជារដូវមានទឹកសន្សើមជោគជាំធាតុអាកាសប្រែប្រួលតាបសមានបំណងចង់ឆាន់អាហារដែលមានរសជាតិជូរនិងប្រៃទើបសម្រេចចិត្តចេញពីព្រៃដោយអំណាចនៃឈានតាបសបានហោះចេញពីព្រៃហេមពៀនតម្រង់ទៅកាន់នគរពារាណសីលោកបានចុះនៅជាយក្រុងហើយរៀបចំឥរិយាបថដើម្បីដើរចូលទៅបិណ្ឌបាតក្នុងក្រុងពារាណសីតាបសនិមន្តដើរដោយសង្រួមចូលទៅក្នុងនគរពារាណសីដើម្បីស្វែងរកបិណ្ឌបាតលោកបាននិមន្តទៅដល់ទ្វារព្រះរាជវាំងនៃព្រះបាទព្រហ្មទត្តខណៈនោះព្រះបាទព្រហ្មទត្តបានទតឃើញតាបសដែលមានឥរិយាបថគួរឲ្យជ្រះថ្លាចូលឯងទៅនិមន្តតាបសនោះចូលមកក្នុងវាំងជាប្រញាប់តាបសក៏បានទទួលការនិមន្តហើយចូលមកគង់លើរាជាសនៈដ៏សមរម្យព្រះរាជាទ្រង់មានសទ្ធាបានថ្វាយទានភោជនេហាដ៏មានរសជាតិឆ្ងាញ់ពិសាបពិតព្រះគុណម្ចាស់ខ្ញុំព្រះករុណាសូមអារាធនាលោកគង់នៅក្នុងព្រះរាជឧទ្យានហើយឆាន់ក្នុងវាំងនេះអស់16វស្សាតាបសក៏ទទួលដោយភាពស្ងប់ស្ងៀមតាំងពីពេលនោះមកតាបសក៏គង់នៅក្នុងប័ណ្ណសាលាក្នុងព្រះរាជឧទ្យានយ៉ាងសុខសាន្តពេលវេលាបានកន្លងទៅជាច្រើនថ្ងៃតាបសតែងតែចូលមកឆាន់ក្នុងវាំងជារៀងរាល់ថ្ងៃថ្ងៃមួយមានដំណឹងថាដែនបច្ចនប្រទេសកើតមានចលាចលត្រូវការព្រះរាជាទៅបង្ក្រាបព្រះរាជាទ្រង់ចាត់ចែងកងទ័ពដើម្បីចេញដំណើរទៅសមរភូមិមុននឹងយាងចេញព្រះរាជាបានហៅព្រះនាងមុទុលកនៈទេវីមកផ្ដាំផ្ញើមហេសីពេលបងមិននៅសូមអូនជួយបម្រើតាបសដោយការបងគង់នៅផងកុំឲ្យមានការធ្វេសប្រហែសឡើយព្រះករុណាវិសេសខ្ញុំម្ចាស់នឹងធ្វើតាមព្រះរាជបញ្ជាព្រះរាជាស្ដេចក៏យាងទៅបង្ក្រាបពួកបច្ចនប្រទេសដោយព្រះគិច្ចហបតីក្លាហានឯព្រះតាបសទោះបីព្រះរាជាមិននៅក៏លោកនៅតែមកទទួលចង្ហាន់នៅព្រះរាជវាំងដូចធម្មតាថ្ងៃមួយព្រះនាងមុទុលកនៈទេវីបានតាក់តែងចង្ហាន់រួចរាល់ហើយព្រះនាងក៏ទៅស្រង់ទឹកលុះស្រង់ទឹករួចហើយព្រះនាងប្រដាប់កាយដោយគ្រឿងអលង្ការហើយផ្ទុំលើព្រះបន្ទុំតូចមួយរងចាំផ្លូវតាបសមួយស្របក់តាបសក៏ហោះចុះจากអាកាសចូលមកដល់តាមបង្អួចព្រះនាងឮសំឡេងតាបសមកក៏ស្ទុះក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ធ្វើឲ្យអាវរបូតចំណែកតាបសបានឃើញរូបដែលមិនគួរឃើញកិលេសដែលដេកសំងំយូរមកហើយក៏ផ្ទុះឡើងវិញឈានរបស់លោកក៏សាបសូន្យភ្លាមលោកលែងមានអំណាចហោះហើរបានទៀតហើយលោកទទួលអាហារហើយក៏ដើរចុះពីប្រាសាទត្រឡប់ទៅកាន់ឧទ្យានវិញដោយថ្មើរជើងព្រោះលោកមិនអានហោះហើរបានទៀតឡើយអាណិតតាបសណាស់ដោយសារឃើញរូបមិនគួរឃើញលោកទុកចង្ហាន់ក្រោមក្រែហើយដេកសន្ធឹងសន្ធៃក្តៅក្រហាយដោយកាមដណ្ហាអស់រយៈពេល7ថ្ងៃលោកមិនបរិភោគអាហារសរីរាង្គកាយក៏ស្គាំងស្គមចង្ហាន់ក៏ជូរផ្អូមខូចអស់ក្នុងថ្ងៃគម្រប់7ព្រះបាទព្រហ្មទត្តបានបង្ក្រាបសត្រូវរួចរាល់ក៏នាំទ័ពត្រឡប់មកនគរវិញយ៉ាងសប្បាយរីករាយយើងនឹងទៅថ្វាយបង្គំតាបសជាមុនសិនទើបចូលព្រះរាជវាំងព្រះរាជាយាងចូលទៅទតឃើញតាបសដេកស្ទប់ស្ដឹងទ្រង់ស្មានថាតាបសឈឺក្រោកលែងរួចហើយបពិតលោកម្ចាស់លោកឈឺហើយមែនទេតើលោកមិនស្រួលត្រង់ណាដែរអាត្មាភាពមិនស្រួលត្រង់ទ្រូងខ្លាំងណាស់បពិតមហារាជអាត្មាមិនសប្បាយខាងក្នុងព្រោះត្រូវព្រួញគឺកាមធ្វើឲ្យខ្ទេចខ្ទីឈានអស់រលីងទៅហើយ
ព្រួញគឺកាមនោះតើដូចម្ដេចទៅលោកម្ចាស់វាគឺជាសេចក្តីប្រាថ្នារបស់បេះដូងរបស់អ្នកពេលនេះចិត្តរបស់អាត្មាបានជាប់ស្រឡាញ់ព្រះនាងមទុលគណៈទេវីតាំងពីថ្ងៃដែលមហារាជយាងចេញទៅច្បាំងមកកំលេះមិនអីទេលោកម្ចាស់ករណានឹងថ្វាយនាងដល់លោកម្ចាស់សូមលោកម្ចាស់កុំព្រួយឡើយព្រះរាជាក៏បាននិមន្តតាបោះទៅកាន់ប្រាសាទឲ្យឆាន់អាហារនិងរៀបចំខ្លួនឲ្យបានសមរម្យរួចហើយព្រះរាជាបានប្រាប់ព្រះនាងឲ្យប្រើបញ្ញាដើម្បីដាស់សតិឲ្យតាបោះភ្ញាក់រលឹកឡើងវិញប្រកាសហើយទូបង្គំនឹងធ្វើតាមបញ្ជាអរគុណច្រើនបន្ទាប់មកតាបោះក៏បាននាំព្រះរាជទេវីចេញពីព្រះរាជវាំងលុះដល់មាត់ទ្វារទើបព្រះនាងចាប់ផ្ដើមអនុវត្តផែនការដែលព្រះរាជាបានប្រាប់បបិទ្ធលោកម្ចាស់យើងគួរមានផ្ទះសម្រាប់នៅសូមលោកទៅសុំព្រះរាជាផងព្រះរាជាក៏ប្រទានផ្ទះចាស់មួយដែលធ្លាប់ជាបង្គន់ព្រះនាងមិនព្រមចូលដោយអះអាងថាមិនស្អាតខ្ញុំមិនចូលទេព្រោះកខ្វក់ណាស់តាបោះក៏រត់ទៅសុំគ្រឿងសម្អាតពីព្រះរាជាហើយមកបោសលាងសម្អាតផ្ទះនោះយ៉ាងហត់នឿយខ្លាំងបំផុតតាបោះបានខំប្រឹងបោសសម្អាតផ្ទះដែលធ្លាប់តែជាបង្គន់ដែលគេទុកចោលដោយភ្លេចគិតថាខ្លួនជាអ្នកបួសទៅហើយព្រះនាងក៏ប្រើតាបោះឲ្យទៅយកក្រែខ្នើយនិងទឹកមកទៀតតាបោះចេះតែធ្វើតាមគ្រប់យ៉ាងដូចអ្នកបម្រើព្រះនាងបានប្រើតាបោះសពគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យតាបោះភ្ញាក់ខ្លួនរួចត្រឡប់ទៅរកព្រះធម៌វិញលុះរៀបចំសពគ្រប់តាបោះក៏អង្គុយចុះព្រះនាងចូលទៅជិតចាប់ស្លឹកត្រចៀកតាបោះទាញរួចនិយាយថាលោកមិនដឹងថាខ្លួនលោកជាសមណៈជាអ្នកបួសឬព្រាហ្មណ៍ទេឬតាបោះមានការភ្ញាក់ររឹកហើយបានចម្រើនឈាននិងអភិញ្ញាណឡើងវិញរួចបាននាំព្រះនាងមទុលទេវីទៅថ្វាយព្រះរាជាវិញរួចឆាន់អាហារហើយបានសម្ដែងធម៌ប្រាប់ដល់ព្រះរាជាធ្វើឲ្យព្រះរាជាជ្រះថ្លាជាខ្លាំងដែលតាបោះបានត្រឡប់មកដូចដើមវិញបន្ទាប់មកតាបោះក៏បានលាព្រះរាជានិងព្រះនាងហើយហោះទៅកាន់ព្រៃហេមពៀនវិញសោយសុខក្នុងឈានដរាបដល់អស់អាយុទៅ